trong mà này càng này được play mà này càng này tôi là ở hay sai em tiền một lọ mơ mà ở đó rộp sao gặp bắt mà này càng này già sao là bỏ ai nè cho ban sẻ thay liền saoนี่ยังได้เปะต่อគ្នាสเตอร์เชิงเคยไปเชิงไกลงั้นปั่นใต้พลายสะอาดหมองก็ถ้าเป้าสเตอร์ได้เคยเชิงช่างยมเคยเตียบออเตต่อគ្នាสลัดสะอาดบ่ปอวิ่งดับเลยสบอยังเห็นตะขมช่างดับมวยปอซักลีมวยปอแผลช่างสะอาดเหมือนแต่ช่างยมได้คำมันหนักแค่สลายแบบ princess แต่อัดงนเป๊ะคำมันรบนี่ต่อគ្នាจะดอกคายกายย่อหน่ะ easy ให้สะอาดจังเตอนี่เนี่ยต่อគ្នាแปะเขิงปอตะแผลมาคือสะอาดเหมือนแต่โอ้ยมวยนี่วิ่งสะอาดสะอาดให้พลายเหมือนแต่เป็นยังแปะมวยนี่ให้มีอารมณ์ถ้า confident ให้ feminine คลั่งเหมือนแต่ซาวิชันเห็นให้วิเมนรบข้างคอยทมเดียดได้ช่วยไอรบเยอะเมื่อแต่แบบ extra ให้กันจมวยกระบบช่างมวยเมาโอ้ยสะอาดสะอาดเนี่ยตัวเราดูยังมาต่อគ្នាដាក់កាញ់หิงកពស់តិចមកឃើញខ្លួនឯងដូច model ចឹងរ៉ូបនេះខ្ញុំឲ្យ9បន្ទុកលើ10ទាំងពណ៌ទាំងសាច់កណាត់ bling bling ទាំងរៀងរ៉ូបហើយទាំងម៉ូដទៀតថតឲ្យអត់អស់ចិត្តចង់ថតខ្លួនឯងទៀតដោយសារឃើញស្អាតពេកចង់ឲ្យបងប្អូនគ្នាឃើញអូយមួយនេះវិញតាក់យកបេះដូងខ្ញុំទៅបាត់ហើយទាំងពណ៌ទាំងសាច់កណាត់ទាំង styling ទាំងត្បូងនៅលើអាវ100លើ10ហ្មងបងប្អូនគ្នាស្អាតមែនតើ princess ហ្មងខ្ញុំសួរបងនៅហាងថាគេចិត្តរ៉ូបប៉ងចឹងមិនគាត់ថាគេចិត្តច្រើនខ្លាំងខ្ញុំយល់អារម្មណ៍ហ្នឹងហើយដោយសារតែរ៉ូបហ្នឹងធ្វើឲ្យខ្ញុំមានអារម្មណ៍ចឹងហ្មងស្អាតសភាពសទន់ហើយមានអារម្មណ៍ថាខ្លួនឯងដូចពនាងចឹងលើរបស់គេនឹងគេធ្វើបែប corset ដែរអញ្ចឹងវាអោបទៅនឹងរៀងយើងស្អាតមកហើយគេធ្វើខ្សែធ្លាក់ដៃមកបន្តិចនឹងមើលមកឃើញសភាពសទន់ស្អាតមែនតើបងប្អូនគ្នាមើល quality ត្បូងគេ oh my god តែ comment ឲ្យអ្នកបងប្អូនគ្នាពាក់ថត pre wedding ក៏បានពាក់ថតថ្ងៃការក៏បានឬក៏ជា birthday party ខ្លួនឯងក៏បានដែរពីព្រោះស្អាតខ្លាំងពេកសមតែជាកម្មវិធីពិសេសរបស់យើងរ៉ូបទី4ដែលខ្ញុំស្រឡាញ់ដែររ៉ូបមួយនេះឯងឡើងធ្វើឲ្យភ្លើងកាមេរ៉ាលោតហ្មងដោយសារវាភ្លឺផ្លេកពេកភ្លើងរបស់ហាងគាត់លោតទេណាកុំច្រឡំណាអូយអត្តពលរ៉ូបមួយនេះសាហាវខ្ញុំសុំចាញ់ហ្មងបងប្អូនគ្នាមានឃើញផ្លេកព្រៃចេះដូច electronic ចឹងខ្ញុំថាចំប៉ាក់រ៉ូបនេះដាក់ភ្លើងឯងព្រៃចឹងមិនថាអ្នកប្រើប្រាស់រ៉ូបនៅ Robita គឺគេដឹងពី quality ឯងអញ្ចឹងពេលគេទិញគឺទិញអត់ស្ដាយលុយហ្មងខ្ញុំមកថតឲ្យថតទៀតដោយសារតែឃើញស្អាតពេកនេះបងប្អូនគ្នាឡើងភ្លឺផ្លេកហ្មងចង់ក្រោយគេថ្មីអត់ដែរពាក់ទេពណ៌នេះគាត់ recommend ឲ្យខ្ញុំលុយខ្ញុំអត់ចង់ហ៊ានទេណាខ្ញុំគិតថាចេះបងដាក់ទៅខ្ញុំដឹងថាខ្មៅស្អាតពេកតែអត់ទេបងប្អូនគ្នាលើកខ្លួនស្អាតមែនតើដោយសារពណ៌ lavender មិនមែនស្វាយកម្មាទេម៉ូដគេដែរមកចេះហេងឲ្យមានវណ្ណនៅលើនឹងទៀតឃើញស្អាតខ្លាំងហ្មងអញ្ចឹងអ្នកដែលស្រឡាញ់រ៉ូបប៉ោងអត់សូវហ៊ាន sexy លើកអីខ្ញុំ recommend រ៉ូបនេះហ៎អូយបើអ្នកសបោស្ដេចបាយវិញខ្ញុំឲ្យ10លើ10រ៉ូបប្រភេទចឹងមានតែនៅ Robita ណាគេក៏ស្គាល់ដែរហើយខ្ញុំមកថតឲ្យគាត់ច្រើនដងឯណាអញ្ចឹងមិនថា Robita លើផ្លាស់ប្ដូរខ្ញុំហីមនុស្សធ្លាប់តែស្រឡាញ់ពណ៌កម្មៅស្រឡាញ់បែបប្រាប់រៀងខ្លាយទៅជាមនុស្សដែលស្រឡាញ់ princess ដូចគេដែរឯងដែរនេះប៉ុន្តែរបស់ខ្លះដល់តែយើងសាកពេលដែលយើងសាកទៅយើងនឹងថាអូការផ្លាស់ប្ដូរអារម្មណ៍វាធ្វើឲ្យយើងស្រស់ស្រាយមួយយ៉ាងដែរដល់សម័យថាចេះអូបើខុសកណាត់ខ្ញុំធ្វើធំឬក៏ថ្ងៃការរបស់ខ្ញុំអីខ្ញុំដឹងតែពាក់រ៉ូបបែបប៉ោងធំដូចគាត់ឲ្យខ្ញុំថតចឹងពីពណ៌ផ្កាឈូកនេះច្រើនបងប្អូនគ្នាទាំងពណ៌ទាំង quality ទាំងទំហំរ៉ូបប្រវែងរ៉ូបអីគឺ10លើ10គាត់មានភ្ញៀវច្រើនណាស់បងប្អូនគ្នារ៉ូបក៏ឆាប់អស់ហើយខ្ញុំអាសាមកថតរហូតហើយសិតតែជា new arrival ទាំងអស់ពេលដែលខ្ញុំមកថតដែរចូលរួមកម្មវិធីការក៏បានបែបការខ្លួនឯងក៏បានកម្មវិធីបោះខ្លួនឯងក៏បានឬក៏យកទៅថតជា pre wedding អីក៏ស្អាតដែរតែពីរ៉ូបបងប្អូនគ្នាអាចរកបាននៅ accessory ផ្សេងៗដូចជាស្បែកជើងឬក៏កាបូបកវលខ្សែកអីមានទាំងអស់ហើយទីតាំងរបស់គាត់ចិត្តទេបងប្អូនគ្នានៅម្ដុំទូតពូងណាឬក៏អាចតាក់ទងតាមរយៈ page ដែលខ្ញុំ mention នៅក្នុង caption ក៏បានដែរបែបសាមញ្ញលាតបែបមិនចេះក៏មានដែរបងប្អូនគ្នាហើយបើថាអាប៉ោងវែងអីហ្នឹងអានឹង signature គាត់ហើយចឹងអាហ្នឹងមានប៉ុណ្្នឹងហើយកុំភ្លេចមកទិញរ៉ូបនៅ Robita ខ្ញុំមកឲ្យទៅថើមកបានមកថងទៅវិញមកស្រឡាញ់មុនណាជាងគេប្រាប់ផងណាបាយបាយ